ថ្ងៃនេះដឹងធ្វើមកហូបអីបងប្អូនមានសាច់ជ្រូកកិនបន្តិចហ្នឹងគឺឆាដើម្បីធ្វើបាញ់ឆែវស្ដែកហ្នឹងសល់ប្រហែលចិត្តមួយទឹកហើយអញ្ចឹងទៅសល់អីទិញមកអត់បានធ្វើអញ្ចឹងចង់ខូចខ្ញុំលាងឲ្យស្អាតហើយស្រុះទឹកទៀតហើយទឹកធ្វើបាញ់ឆែវខ្ញុំដាក់ស្អីគេដាក់ល្មៀតអីហើយបានខ្ញុំលាយម្សៅមួយកញ្ចប់តែម្ដងហើយឆ្នាំងខ្ទះខ្ញុំធ្វើម្ដងពីរអញ្ចឹងបានលឿនតន់ចិត្តណាអ្នកញ៉ាំកុំឲ្យគាត់ចាំយូរអញ្ចឹងទៅនេះដាក់ខ្ទះចឹងក្តៅហើយដាក់ឆាច់ទៅម្សៅខ្ញុំមានដាក់ខ្ទិះដូងទៀតពុកម៉ែបងប្អូនអញ្ចឹងទៅឈ្ងុយតែបងបើអ្នកចូលចិត្តខ្ទិះដូងចូលចិត្តដូងហើយបន្ទាប់មកហ្នឹងដាក់ស្បែកយើងបាច់មកហើយនឹងសាច់ជ្រូកយើងបាច់មកចាពុកម៉ែបងប្អូនមិនធ្លាប់ឃើញហើយមើលបាញ់ឆៃខ្ញុំដាក់សាច់មិនសូវច្រើនហ្មងនេះប្រហែលមកពីខ្លួនឯងមិនសូវចូលចិត្តសាច់ច្រើនធ្វើដាក់សាច់តិចចឹងឯងកុំថាខ្ញុំស្ដាយឬរិះថាអីទ្រលាប់ចាហើយនេះវិញឡើងស្រួយខ្ញោកតែម្ដងយើងដុតយូរដែរផាចូលលក្ខណៈ2 3 5នាទីបានបាញ់ឆែវយើងអញ្ចឹងណាជាការស្រេចហើយដូច្នេះយើងញ៉ាំទៅនេះជាមួយផ្កាស្នោប្រទេសបារាំងទៀតអរគុណ